ស្ដីអ្នកទាំងអស់គ្នាខ្ញុំបាទសាយសុភារៈពេលនេះគឺខ្ញុំសូមបង្ហាញបងប្អូនអំពីកលឹះជោគជ័យមួយចំនួនដែលខ្ញុំបានបង្ហាញគឺកលឹះជោគជ័យទាំងអស់នេះហើយដែលអាចជួយអស់លោកអ្នកបានតោះសូមស្ដាប់ខ្ញុំទាំងអស់គ្នាកលឹះជោគជ័យច្នៃខ្លួនឯងឲ្យមានតម្លៃទើបអ្នកដទៃត្រូវការយើងពេលខ្លះស្ដាប់គេនិយាយប្រសើរជាងនិយាយឲ្យគេស្ដាប់ចូលកាត់បន្ថយការនិយាយអត់បានការនិងសម្ដីអួតអាងច្រើនគ្មានជនណាអាចផ្គាល់អ្នកបានឡើយបើអ្នកនៅតែព្យាយាមមិនព្រមបោះបង់កុំខ្វល់ខ្វាយនឹងបរាជ័យរបស់អ្នកចូលខ្វល់ខ្វាយនៅឱកាសដែលអ្នកខកខានមិនបានសាកល្បងដើម្បីទៅរកភាពជោគជ័យអ្នកត្រូវជឿជាក់លើខ្លួនឯងជាមុនសិនថាអ្នកប្រកាសជាអាចធ្វើបានមូលហេតុដែលអ្នកមិនដែលទទួលជោគជ័យព្រោះអ្នកមិនដែលមានភាពជឿចាប់ក្នុងខ្លួនបន្តិចសោះនៅពេលដែលអ្នកធ្វើអ្វីមួយមិនបានសម្រេចច្បាប់មាសនៃជោគជ័យគឺការពង្រីកមុខរបរឲ្យកាន់តែធំមិនថាអ្នកធ្លាប់ខុសប៉ុន្មានដងឡើយកុំអស់សង្ឃឹមកុំបាក់ទឹកចិត្តចូលអត់ទោសឲ្យខ្លួនឯងក្រោកឈរឡើងប្រយុទ្ធម្ដងទៀតនោះអ្នកនឹងទទួលបានជោគជ័យមិនខានចេះតែខ្លាចចាញ់ប្រកាសជាមិនចេះឈ្នះអ្នកដែលហ៊ានក្រេបរសជាតិបរាជ័យទើបអាចទទួលបានជោគជ័យពិតប្រាកដភាពជាបរិសុទ្ធមិនមែនវាស់ទៅលើកម្ពស់ឬមាឌធំនោះទេគឺគេមើលទៅលើស្នាដៃរបស់គាត់នោះឯងមធ្យោបាយផ្លូវកាត់ដើម្បីសម្រេចជោគជ័យក្នុងជីវិតគឺការរៀនសូត្រពីបទពិសោធន៍របស់អ្នកដទៃរំលឹកប្រាប់ខ្លួនឯងថាខ្ញុំត្រូវតែជោគជ័យជីវិតគឺជ័យជំនះនៅពេលមានគេមើលងាយខ្ញុំតែងតែលើកកម្ពស់ឬក៏លើកស្មារតីខ្លួនឯងឲ្យកាន់តែខ្ពស់រហូតដល់គេមើលងាយខ្ញុំលែងកើតអ្នកលក់ដែលជោគជ័យគឺចាំបាច់ត្រូវមានទំនាក់ទំនងល្អជាមួយអតិថិជនពេលវេលារបស់អ្នកមានដែនកំណត់ចូលប្រើប្រាស់ពួកវាឲ្យមានតម្លៃសម្រាប់ខ្លួនអ្នកផ្ទាល់មានការងារឬកិច្ចការជាច្រើនដែលត្រូវធ្វើការសាកល្បងសំខាន់គឺថាតើអ្នកសម្រេចចិត្តធ្វើឬមិនធ្វើបាទពេលនេះកលឹះជោគជ័យរបស់ខ្ញុំគឺសូមអស់ហើយជាចុងក្រោយសូមបងប្អូនទាំងអស់គ្នាជួយ Subscribe Channel របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតបាទអរគុណសូមជម្រាបលា